កំពុងឈរចាំគិតលុយស្រាប់តែបាញ់លុយអត់ចេញមែនទេមើលវីដេអូនេះភ្លាមប្រយ័ត្នបើបាញ់លុយអត់ចេញកុំព្យាយាមចុចបាញ់ម្ដងទៀតភ្លាមឲ្យសោះបើមិនចង់កាត់លុយដងកាត់លុយហើយតែអ្នកទទួលអត់ទាន់បានលុយត្រូវធ្វើម៉េចដំណោះស្រាយគឺយើងត្រូវតែតាក់ទងទៅធនាគារតាមរយៈ hotline ដែលមាននៅក្នុង app ជាដើមជាក់ស្ដែងសម្រាប់ខ្ញុំគឺខ្ញុំបានធ្វើការបាញ់លុយចេញពីគណនីវិញរបស់ខ្ញុំជាប្រាក់រៀលដោយពេលហ្នឹងគឺខ្ញុំមានអ្នកផ្សេងគេបាញ់លុយអត់ចេញតាមរយៈ QR code ក៏ប៉ុន្តែសម្រាប់ខ្ញុំចង់តេស្តដោយសារតែយើងបាញ់ទៅគឺអត់ចេញដូចគ្នាហើយនៅពេលហ្នឹងគឺខ្ញុំបានធ្វើការបាញ់លុយតាមរយៈលេខគណនីហើយនៅពេលដែលយើងធ្វើការបាញ់លុយតាមរយៈលេខគណនីជាទូទៅពីធនាគារមួយទៅធនាគារមួយគឺតែងតែមានការគិតថ្លៃនៅ fee គឺគិតថ្លៃសេវាដូច្នេះនៅពេលហ្នឹងគឺខ្ញុំបានបាញ់តេស្តត្រឹមតែ 1000 រៀលទេពីគណនីវិញរបស់ខ្ញុំទៅគណនី ABA របស់ខ្ញុំហើយនៅពេលដែលបាញ់គឺវាមានការរអាក់រអួលដូចគ្នាគឺបាញ់មិនទៅដូចគ្នាហើយនៅពេលដែលបាញ់ទៅនៅពេលដែលបាញ់គឺវាប្រាប់ថាយើងវាយ pin ខុសហើយខ្ញុំបានវាយ pin ទៅតែជាក់ស្ដែង pin ហ្នឹងគឺយើងវាយទៅត្រូវហើយជាលេខកូដ pin របស់យើងជាលេខកូដរបស់យើងហ្នឹងវាយទៅគឺវាប្រាប់ថាខុសហើយខ្ញុំព្យាយាមវាយវារយៈពេល4ដងហើយនៅពេលដែលវាយ4ដងហ្នឹងគឺវា fail ទាំងអស់នៅពេលដែលយើងវាយ4ដង fail ទាំងអស់ខ្ញុំក៏អត់ចាប់អារម្មណ៍ដែរពីព្រោះខ្ញុំគិតថាការបាញ់លុយរបស់ខ្ញុំគឺបរាជ័យហើយដូច្នេះលុយគឺមិនបានបាក់ពីគណនីទេតែនៅពេលដែលខ្ញុំអស់ app ចេញអស់ close ចេញអស់ទៅនៅពេលដែលខ្ញុំចូលទៅក្នុង app ម្ដងទៀតគឺឃើញ transition របស់យើងវាដូចយើង success ចឹងមានន័យថាវាគិតថ្លៃសេវា4ដងម្ដងអស់ 2600 ហើយវាបាញ់ចេញ4ដងដូចគ្នាគឺបាញ់អស់ 4000 ដូច្នេះនៅពេលដែលបាញ់ហ្នឹងគឺលុយនៅក្នុងវិញរបស់យើងបានកាត់រួចហើយប៉ុន្តែនៅក្នុង ABA គឺអត់ឃើញលុយចូលទៅក្នុងកង ABA របស់យើងទេហើយនៅពេលហ្នឹងខ្ញុំក៏បានចូលទៅក្នុង app វិញហើយធ្វើការ call ទៅ hotline របស់គេគឺតាមរយៈ app មិនមែនជាលេខ hotline ទេគឺយើងគេមានកន្លែងសម្រាប់យើង call នៅក្នុង app របស់វិញតែម្ដងដូច្នេះនៅពេលនេះខ្ញុំបាន call ទៅវិញជួបជាមួយនឹងservice របស់គេមានន័យថា call center របស់គេក៏ជួយដោះស្រាយយើងហើយគេប្រាប់ថារយៈពេលខ្ទង់24ម៉ោងនឹងមានដំណោះស្រាយឲ្យយើងហើយគេនឹងបាញ់លុយពីវិញទៅ ABA តែជាក់ស្ដែងគឺលុយហ្នឹងអត់បានបាញ់ទៅ ABA ទេខាងវិញគឺបានត្រឡប់លុយហ្នឹងមកចូលនៅក្នុងគណនីរបស់ខ្ញុំវិញគ្រប់ចំនួនហើយឥឡូវនេះម៉ោងជិត2ហើយពេលដែលខ្ញុំបាញ់លុយគឺខ្ទង់ម៉ោង 7-8 យប់អញ្ចឹងដំណោះស្រាយវាគឺលឿនជាងអ្វីដែលរំពឹងទុកគឺលើសពី24មានន័យថាទៀបជាង24ម៉ោងគឺលុយយើងគឺចូលទៅក្នុងគណនីវិញគឺសរុបទាំងលុយដែលវា fee ដែលវាកាត់ថ្លៃសេវាយើងហើយនឹងលុយចំនួនដែលយើងបានបាញ់អូខេចុងក្រោយគឺខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាកុំមានការព្រួយបារម្ភនៅពេលដែលយើងធ្វើការបាញ់លុយអត់ចេញឬក៏បាញ់លុយទៅហើយកាត់លុយហើយខាងគណនីដែលយើងបាញ់ទៅនឹងអត់បានទទួលយើងអាចតាក់ទងទៅ hotline របស់គេទៅតាមធនាគារមួយដែលអ្នកទាំងគ្នាបានប្រើប្រាស់